នៅពេលថ្មីមានទុកពីchuyệnគឺយើងជាគ្រៀបខោចូលឬគ្នាជាធ្លុងដើម្បីជាខ្មែរទៅថ្ងៃមុខសាច់ស្រស់ឈាមស្រស់ពូជាជួយជាតិគ្លីញីម៉ែពុកដល់ឈន់ទាំងជួយជាតិមាទុកភូមិសុស្លាប់មិនប្រែនេះហើយជាខ្មែរអ្នកស្នេហាជាតិឈន់ទាំងស្មារតីរួមគេសាមគីគ្នាជាមួយកូនតបជួមកពេលភ្លេចហើយចេញព្រោះឃើញបងប្អូនរងទុកជាខ្ញុំស្រឡាញ់ជាជីវិតនេះមិនព្រមឲ្យជន់សាសនាមកបំពេញឬប្រមាថខ្ញុំជាកូនខ្មែរកើតលើដីអរិយធម៌ខ្ញុំស្រឡាញ់ដីខ្មែរជាជីវិតជួយចាំទៅដីនេះជាតិខ្មែរតាំងពីដើមសម័យអង្គរប្រាសាទអង្គរស្នាដៃបុរាណជាព្រោះស្តុកតាំងថាខ្មែរមានវប្បធម៌ចាស់បុព្វបុរសសរសើរដល់ឈាមនិងស្នាមញញឹមតែជាតិខ្មែរតែងតែជួបសត្វត្រជូផ្ដំសម័យបាក់បែកក្រោយអង្គរខ្មែរធ្លាក់ក្នុងការបែកបាក់សត្រូវចិត្តឆ្ងាយសពតែចង់ខ្មែរបាត់ពីផែនដីចូលដល់សម័យបេវត្តនិងសង្គ្រាមរូបភាពខ្មែរក្រមឈឺចាប់ជាងគេជាខ្មែររំទុកបាត់បង់ជីវិតជាង2លានប៉ុន្តែចំនួនក្រោយតស៊ូឲ្យបានសុខសន្តិភាពត្រឡប់មកវិញខ្ញុំជាកូនខ្មែររសាស្នេហាជាពុតភ្លើងបើស្ទើរបន្តឈានទៀននឹងលើប្រវត្តិសាស្ត្រស្រស់ខ្ញុំនឹងឈរជើងដោយជីវិតជាគ្រឿងការពារមានបទនេះសប្តាហ៍ទៅឡើងអនាគតខ្មែរមានតែទៅមុខទោះមានឧបសគ្គស្ថិតនៅជោគជ័យនៃស្មារតីស្នេហាជាតិត្រូវរឹងមាំមួយដៃដើម្បីមិនឲ្យប្រវត្តិសាស្ត្រចាស់កាត់ឡើងដល់ជាតិស្រឡាញ់នៃជាតិដូចទៅពុកម្ដាយជីវិតនេះសម្រាប់ការពារប្រទេសមានជាតិខ្មែរទឹកដីនេះខ្លាយជាឈាមខ្ញុំស្រឡាញ់ជាតិការពារជាតិមិនដែលខកចិត្តចំពោះបំពើបរោះជាអ្នកស្នេហាជាតិសូមអ្នកស្នេហ៍ជាតិកុំឃ្លាតជាសាមព្រោះយើងជាម្ចាស់នៃកម្ពុជាខ្មែររួមគ្នាខ្មែរខ្លាំងកុំឲ្យជន់ពៀលឈ្លានពានទឹកដីបង្កើតប្រវត្តិសាស្ត្រខ្មែរសោយខ្មែរត្រូវតែខ្លាំងលើបីដោយសម័យហ៊ានកនៅពេលខ្មែរមានតពុកពីឈឿនពីយើងព្រៀមកោឈររួមគ្នាជាធ្លុងដើម្បីជាខ្មែរទៅថ្ងៃមុខសាច់ស្រស់ឈាមស្រស់អូជាជួយជាតិគ្លីនិកម៉ែពុកដោយឈន់ទាំងជួយជាមាទុកភូមិសុស្លាប់មិនប្រែនេះហើយជាខ្មែរអ្នកស្នេហាជាតិឈន់ទាំងស្មារតីរួមគេសាមគីគ្នាជាមួយកូនតបជួមកទៅភ្លេចហើយចេញព្រោះឃើញបងប្អូនរងទុកជាខ្ញុំស្រឡាញ់ជាជីវិតមិនព្រមឲ្យជន់សាសនាមកបំពេញឬប្រមាថខ្ញុំជាកូនខ្មែរកើតលើដីអរិយធម៌ខ្ញុំស្រឡាញ់ដីខ្មែរខ្មែរមានពុកពីជនឈ្លានពានយើងព្រៀមកោឈរគ្នាជាគ្រូដើម្បីជាខ្មែរទៅថ្ងៃមុខសាច់ស្រស់ឈាមស្រស់អូជាជួយជាតិគ្លីនិកម៉ែពុកដោយឈន់ទាំងជួយជំនាញទៅគុំស៊ូស្លាប់មិនប្រែនេះហើយជាខ្មែរអ្នកស្នេហាជាតិជន់ទាំងស្មារតីរួមទាំងសាមពីគ្នាជាមួយកូនតបទួមកតែថ្ងៃខែចេញព្រោះឃើញបងប្អូនរងទុកជាខ្ញុំស្រឡាញ់ជាជីវិតមិនព្រមឲ្យជន់សាសនាបបៀនឬប្រមាថខ្ញុំជាកូនខ្មែរកាត់លើដីនេះខកខ្ញុំស្រឡាញ់ដីខ្មែរជីវិតនៅខ្មែរតាំងពីដើមសម័យអង្គរប្រាសាទអង្គរស្នាដៃបុរាណជាភួស្តុតាងថាខ្មែរមានវប្បធម៌អត់បុព្វបុរសសរសើរបាឈាមនិងស្នាមញញឹមតែជាតិខ្មែរតែងតែជួបសត្វត្រូវចូលប្រដងសម័យបាក់បែកក្រោយអង្គរខ្មែរធ្លាក់ក្នុងការបែកបាក់សត្រូវចិត្តឆ្ងាយសុទ្ធតែចង់ខ្មែរបាត់ពីផែនដីចូលដល់សម័យនៃវត្តនិងសង្គ្រាមរូបភាពខ្មែរក្រមជឿចាប់ជាគេជាខ្មែររងទុកបាត់បង់ជីវិតជាពីលានប៉ុន្តែជំនន់ក្រោយតស៊ូឲ្យបានសុខសន្តិភាពត្រឡប់មកវិញខ្ញុំជាកូនខ្មែររសាស្នេហាជាដូចភ្លើងបើស្ទើរបន្តឈ្លានពានមិនលើប្រវត្តិសាស្ត្រស្រស់ខ្ញុំនឹងឈរជើងដោយជីវិតជាគ្រឿងការពារមាតុភូមិនេះ